បាទសួស្តីអ្នកនរគ្នាអញ្ចឹងថ្ងៃនេះខ្ញុំធ្វើវីដេអូមួយពាក់ព័ន្ធជាមួយនឹងបងប្អូននិស្សិតដែលត្រូវចុះកម្មសិក្សាឬក៏ហៅថា internship ដែលជាពិសេសគឺដូចជាម្លងខែ7ហ្នឹងរយៈពេល3ខែអញ្ចឹងខ្ញុំមាន tip ជាមួយចំនួនហើយក៏ដូចជាខ្ញុំចង់ចែកម្លែកបទពិសោធន៍របស់ខ្ញុំផ្ទាល់កាលដែលខ្ញុំទៅ internship នៅទីតាំងមួយកន្លែងពាក់ព័ន្ធមួយការ internship ដែរគឺសាមញ្ញបើសិនជាយើងអាចធ្វើទេយើងប្រកាសពីគិតថាយើងគ្រាន់តែទៅការដ្ឋានដើម្បីឆែកមើលការងារយល់ដឹងពីការងារអីចឹងណាដូចជាគ្រូប្លង់កណនីគ្រឿងអង្គមឬក៏ចុះពិនិត្យការដ្ឋានតែជាក់ស្ដែងពេលដែលយើងចុះទៅដល់គឺមានការងារច្រើនជាងនឹងដែលយើងមិនអាចដឹងចឹងណាហើយមួយវិញទៀតខ្ញុំមានរឿងមួយដែលត្រូវនិយាយដោយសារតែវានៅតែបិទបាមជាប់ក្នុងអារម្មណ៍នឹងជានិច្ចចឹងណាពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់នៅការដ្ឋានដោយសារតែពេលដែលខ្ញុំចុះ star ហ្នឹងគឺ office គឺនៅយើងនៅខាងមុខហើយនៅក្រោយនោះគឺយើងមានអាគារអញ្ចាំងអាគារចាស់វាអត់ដឹងតែត្រូវ demolish ចោលអញ្ចឹងគឺត្រូវ construction ជា building ថ្មីហើយពេលហ្នឹងគឺមានបងមេការម្នាក់គាត់ឡើងទៅដើម្បីយកញួរវាយជាងចោលចឹងអាចជាកម្ពស់អាចជា3ម៉ែត្រខ្ពស់ដែរហើយគឺគាត់ឡើងទៅគឺអត់មានខ្សែក្រវ៉ាត់អត់មានឧបករណ៍ការពារទេគឺឡើងទៅឆៅតែឯងកាន់តែញួរមួយទេហើយពេលហ្នឹងគឺលំសូរតែក្ដុកដែលពេលហ្នឹងគឺទៅមើលគឺគាត់បានបាត់បង់ជីវិតហើយដោយសារតែដូចជាបាក់កបែកក្បាលតាមអញ្ចឹងណាសារពេលហ្នឹងហេតុការណ៍ហ្នឹងគឺយកបានទៅមើលផ្ទាល់ដែរយើងមើលពីចម្ងាយទៅប្រហែលជា30-40ម៉ែត្រទេហើយបន្ទាប់ពីមួយរយៈក្រោយក៏ឮព័ត៌មានថាមានកម្មករហើយជា3នាក់បានស្លាប់ដូចគ្នាដោយសារតែគាត់ដោះពុំចរាយន្តហើយត្រូវពុំហ្នឹងលំស្កប់ពីលើចរាយន្តហ្នឹងវាច្រើនយើងធ្វើជាពុំ fabricate ពុំដែកចរាយន្តដូចជាពី condo អីហើយគាត់ធ្វើពេលយប់អញ្ចឹងទៅក៏លំកិនចឹងងាកមកមើលតកតងជាមួយនឹងការចោះកម្មសិក្សាដែរគឺអានេះខ្ញុំគ្រាន់តែរំលឹកទេហើយខ្ញុំមាន3ចំណុចដែលទី1នេះគឺសម្រាប់បងប្អូនជានិស្សិតគឺកុំខ្លាចនឹងការស្វែងរកឱកាសខ្ញុំដឹងថាពេលខ្លះវាពិបាកដែរក្នុងការរកកន្លែងចុះកម្មសិក្សាប៉ុន្តែយើងត្រូវតែតស៊ូយើងត្រូវតែស្វះស្វែងដោយសារតែរយៈពេលយើងខ្លីប្រហែលជា3ខែហើយមួយវិញទៀតគឺ3ខែហ្នឹងបើសិនជាយើងរៀនសូត្រអាចថាមិនចេះច្រើនបានទេតែបើសិនជាយើងខំប្រឹងយើងអាចបានដឹងច្រើនបើវិសោធន៍ទេណាអញ្ចឹងកុំខ្លាចនឹងការស្វះស្វែងរកហើយជំនាន់ខ្ញុំគឺអត់មានព័ត៌មានអីទូលំទូលាយតាម Facebook តាម Telegram អីដូចបច្ចុប្បន្នទេវាច្រើនគឺដាក់សមីមួយមានcover letter មានអីគឺដើរសួរតាមការដ្ឋានឲ្យតែឃើញមានការដ្ឋានគឺសុំសំសុកចូលដើម្បីជួបមួយនឹងប្រធានការដ្ឋានឬក៏បច្ចេកវិទ្យាផ្សេងៗដើម្បីសុំគាត់សួរព័ត៌មានចុះកម្មសិក្សាអីនេះចឹងហើយពាក់ព័ន្ធមួយវិញទៀតគឺចំណុចទី2យើងកុំខ្លាចរាល់សំណួរឬក៏ចម្ងល់របស់យើងដែលយើងឆ្ងល់ពាក់ព័ន្ធជាមួយនឹងការងារដែលយើងត្រូវធ្វើយើងកុំខ្លាចក្នុងការសួរដូចជារៀមច្បងឬក៏អ្នកដែលមានចំណេះវិជ្ជាជាងយើងអញ្ចឹងណាអាចពេលខ្លះអាចសួរជាងឬកម្មករក៏បានដែរជាបើសិនជាស្ដែងគឺខ្ញុំធ្លាប់អស់ហើយការងារណាដែលយើងអត់យល់យើងក៏ដែរឃើញអាចសួរជាងសួរកម្មករអីទៅតែយើងមានរបៀបសួររបស់យើងអញ្ចឹងណាដើម្បីសួរទៅកុំឲ្យគាត់ថាយើងហ្នឹងរៀនអង្គសញ្ញើហើយអត់ចេះប៉ុន្តែយើងកុំខ្វល់អ្វីដែលយើងចង់ដឹងហើយគាត់អាចប្រាប់យើងបានតែនេះយើងទទួលយកទៅហើយចំណុចទី3គឺសុវត្ថិភាពតែងតែដើរមុនជានិច្ចអញ្ចឹងយើងដឹងហើយថាការដ្ឋានសំណង់មានគ្រាន់តែយើងសាងសង់អគារឬក៏ធ្វើឲ្យមួយទេគឺជាកន្លែងដែលមានហានិភ័យខ្ពស់អាហ្នឹងដូចអ្នកគេក៏ដឹងដែរប៉ុន្តែហានិភ័យវានៅតែកើតឡើងអញ្ចឹងណាដោយសារតែខ្ញុំធ្លាប់ចូលទៅសិក្ខាសាលាថ្ងៃមុនគឺហានិភ័យបាត់បង់ជីវិតឬក៏គ្រោះថ្នាក់ក្នុងការងារហ្នឹងមានច្រើនមែនទែននៅកម្ពុជាយើងអញ្ចឹងខ្ញុំចង់រំលឹកថាគ្មានការងារណាសំខាន់ជាងអាយុជីវិតមនុស្សទេអញ្ចឹងសម្រាប់បងប្អូនពេលដែលចុះទៅ star កុំភ្លេចសុវត្ថិភាព
ហើយចឹងនេះគ្រាន់តែជា tip របស់ខ្ញុំទេបើសិនជាបងប្អូនណាមាន comment ឬក៏មានបទពិសោធន៍ដែលចង់ចែកម្លែកពាក់ព័ន្ធជាមួយនឹងការចុះ internship នេះដែរយើងអាចតម្លាក់ក្នុង comment បានបាទហើយក៏សូមអរគុណសម្រាប់ការទស្សនាបាទ